ចបានស្ដាប់មកថាការព្រះតថាគតប្រថាប់នៅក្នុងនគរសាវត្ថីមានកុលបុត្រអ្នកក្រុងសាវត្ថីមួយរូបទៅកាន់ព្រះចេតពុនវិហារស្ដាប់ព្រះធម្មទេសនាក្នុងសំណាក់នៃព្រះសាស្តាមានចិត្តជ្រះថ្លាឃើញទោសក្នុងកាមនិងអានិសង្សក្នុងការចិញ្ចាកាមទើបបួសឧបសម្បទាបាន5វស្សារៀនបានមេតិកាពីបទសិក្សាការប្រព្រឹត្តវិបស្សនាសុំកម្មដ្ឋានដែលខ្លួនពេញចិត្តក្នុងសំណាក់របស់ព្រះសាស្តាហើយចូលទៅកាន់ព្រៃមួយកន្លែងចាំវស្សាព្យាយាមអស់ត្រៃមាសមិនអាចធ្វើនៅគុណត្រឹមតែភាសាឬនិមិត្តកាត់ឡើយលំដាប់នោះភិក្ខុនោះបានមានការគិតដូចថាព្រះសាស្តាត្រាស់ដល់បុគ្គល4ពួកក្នុងបុគ្គល4ពួកនោះយើងគង់ជាបពៈបរមៈយើងនឹងបាននៅមគ្គឬផលក្នុងអត្តភាពនេះយើងមានប្រយោជន៍អ្វីដល់ការនៅព្រៃយើងនឹងទៅកាន់សំណាក់របស់ព្រះសាស្តាសម្លឹងមើលព្រះរូបរបស់ព្រះពុទ្ធដែលដល់នៅសេចក្តីស្អាតនៃព្រះរូបស្ដាប់ព្រះធម្មទេសនាដ៏ពិរោះល្អជាងដូច្នេះហើយទើបត្រឡប់មកកាន់ព្រះចេតពុនវិហារនោះវិញលំដាប់នោះភិក្ខុទាំងឡាយដែលជាសម្លាញ់ឃើញនិងធ្លាប់ខ្សែគប់គ្នាមកពោលនឹងភិក្ខុនោះថាអាវុសោលោករៀនកម្មដ្ឋាននៅក្នុងសាសរបស់ព្រះសាស្តាហើយទៅដោយសង្ឃឹមថានឹងធ្វើសមណធម៌តែពេលនេះមកត្រាច់រីករាយដោយការច្រឡូច្រឡំកិច្ចនៃបបជិតរបស់លោកដល់នៅទីបំផុតហើយឬលោកនឹងជាអ្នកមិនមានបដិសន្ធិគឺសេចក្តីព្យាយាមជាប់តគ្នាទេឬភិក្ខុនោះពោលថាអាវុសោទាំងឡាយខ្ញុំមិនបានមគ្គឬផលទើបគិតថាយើងនឹងជាអភ័ព្វបុគ្គលទើបបានលះសេចក្តីព្យាយាមហើយមកភិក្ខុទាំងនោះពោលថាអាវុសោលោកបួសក្នុងសំណាក់ព្រះសាស្តារបស់ព្រះពុទ្ធហើយជាអ្នកមានសេចក្តីព្យាយាមមុតមមលះបង់សេចក្តីព្យាយាមចេញធ្វើនៅវត្ថុដែលមិនមែនជាហេតុហើយមកចុះលោកពួកយើងនឹងសម្ដែងលោកចំពោះព្រះតថាគតគ្រាពោលហើយភិក្ខុទាំងនោះទើបនាំភិក្ខុនោះទៅកាន់សំណាក់របស់ព្រះសាស្តាព្រះសាស្តាឃើញភិក្ខុនោះទើបត្រាស់យ៉ាងនេះថាមនីភិក្ខុទាំងឡាយពួកអ្នកជាអ្នកនាំភិក្ខុដែលមិនប្រាថ្នានេះមកហើយភិក្ខុនេះធ្វើអ្វីភិក្ខុទាំងឡាយក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនក៏ភិក្ខុនេះបួសក្នុងសំណាក់ព្រះសាស្តាបួសក្នុងសំណាក់ព្រះសាសនាដែលជាគ្រឿងនាំចិញ្ចាទុកបែបនេះមិនអាចធ្វើសមណធម៌លះបង់សេចក្តីព្យាយាមមកហើយលំដាប់នោះព្រះសាស្តាត្រាស់នឹងភិក្ខុនោះថាភិក្ខុបានឮថាអ្នកលះបង់សេចក្តីព្យាយាមពិតឬភិក្ខុនោះក្រាបបង្គំទូលថាពិតមែនព្រះអង្គព្រះសាស្តាត្រាស់ថាភិក្ខុអ្នកបួសក្នុងសាសនាដែលជាគ្រឿងនាំចិញ្ចាទុកបែបនេះហេតុអ្វីទើបមិនឲ្យគេស្គាល់ខ្លួនយ៉ាងនេះថាជាអ្នកប្រាថ្នាតិចជាអ្នកសន្តោសជាអ្នកស្ងប់ស្ងាត់ឬជាអ្នកមិនជាប់ជំពាក់ឬជាអ្នកប្ររពសេចក្តីព្យាយាមតែឲ្យគេស្គាល់ថាជាភិក្ខុអ្នកលះបង់សេចក្តីព្យាយាមក្នុងគ្រាមុនក៏បានជាអ្នកមានសេចក្តីព្យាយាមមិនមែនឬការរទេះ500គ្រឿងទៅក្នុងផ្លូវកន្តារៈព្រោះខ្សាច់ពួកមនុស្សនិងគោទាំងឡាយបានទឹកផឹកមានសេចក្តីសុខព្រោះអាស្រ័យសេចក្តីព្យាយាមដែលអ្នកតែម្នាក់ឯងប៉ុណ្ណោះហើយព្រោះហេតុអ្វីពេលនេះអ្នកទើបលះបង់សេចក្តីព្យាយាមចេញកាលពីអតីតអត់បានលះសេចក្តីព្យាយាមទេហើយចូលមិនបានឥឡូវនេះលះបង់ទៅនៅសេចក្តីព្យាយាមចេញភិក្ខុនោះបាននៅកម្លាំងចិត្តដែលហេតុមានប្រមាណប៉ុណ្ណេះណាលើព្រះអង្គសរសើរអញ្ចឹងមានកម្លាំងចិត្តចំណែកភិក្ខុទាំងឡាយបានស្ដាប់ព្រះតម្រាស់នោះទើបអង្វរព្រះមានប្រភាកថាបបិទ្ធព្រះអង្គដ៏ចម្រើនសេចក្តីព្យាយាមដែលភិក្ខុនេះលះបង់ហើយប្រកាសដល់ខ្ញុំព្រះអង្គទាំងឡាយក្នុងកាលឥឡូវនេះហើយក្នុងកាលមុនការដែលគោនិងមនុស្សទាំងឡាយបានទឹកផឹកមាននៅសេចក្តីសុខក្នុងផ្លូវកន្តារៈព្រោះខ្សាច់ហេតុអាស្រ័យសេចក្តីព្យាយាមដែលភិក្ខុនេះធ្វើនៅជារឿងកំបាំងសម្រាប់ខ្ញុំព្រះអង្គទាំងឡាយតែប្រកាសចំពោះព្រះអង្គដែលទ្រង់ព្រះសម្រាប់ព្រះសព្វញុតតែញាណប៉ុណ្ណោះសូមព្រះអង្គទ្រង់ត្រាស់ហេតុនេះដល់ខ្ញុំព្រះអង្គទាំងឡាយចុះព្រះសាស្តាទ្រង់ញ៉ាំងសតិឲ្យកើតឡើងដល់ភិក្ខុទាំងឡាយនោះដោយព្រះតម្រាស់ថាភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលស្ដាប់ដូច្នេះហើយទ្រង់បានធ្វើហេតុការដែលក្នុងរវាងភពបិទបាំងឲ្យប្រកបក្នុងអតីតកាលព្រះបាទព្រហ្មទត្តទ្រង់រាជសម្បត្តិនៅក្នុងនគរពារាណសីក្នុងដែនកាសីក៏ព្រះពោធិសត្វ
បានបរិសន្ធិក្នុងត្រកូលឈ្មោះរទេះព្រះពោធិសត្វនោះចម្រើនវ័យហើយត្រាច់ធ្វើជំនួញដល់រទេះ500គ្រឿងព្រះពោធិសត្វនោះដើរផ្លូវកន្តរៈព្រោះខ្សាច់មួយកន្លែងមានចម្ងាយប្រមាណ60យោជន៍ក្នុងផ្លូវកន្តរៈនោះខ្សាច់ល្អិតដែលក្តាប់មិនជាប់ក្នុងដៃតាំងពីព្រះអាទិត្យរះឡើងមានកម្ដៅដូចដុំរងើកភ្លើងមិនអាចឆ្លងទៅបានព្រោះហេតុនោះព្រះពោធិសត្វនោះការដើរផ្លូវកន្តរៈនោះទើបយករទេះទុកអូសយករទេះដាក់អូសទឹកប្រេងនិងអង្ករជាដើមទៅតែក្នុងវេលាយប់ក្នុងវេលាអរុណរះឡើងធ្វើរទេះឲ្យជាវងឲ្យធ្វើបារាំបាំងខាងលើធ្វើកិច្ចក្នុងរឿងអាហារឲ្យស្រេចអំពីព្រឹកហើយអង្គុយក្នុងម្លប់អស់មួយថ្ងៃកាលព្រះអាទិត្យអស្ដង្គតហើយអស្ដង្គតនឹងគឺលិចបរិភោគអាហារល្ងាចកាលផែនដីត្រជាក់ទៅទឹមរទេះដើរផ្លូវទៅកាលទៅដូចជាការទៅក្នុងសមុទ្រនោះឯងរមែងនឹងមានក្នុងផ្លូវកន្តរៈនោះធម្មតាអ្នកដែលកំណត់បត់គួរនាំគួរនឹងមានព្រោះហេតុនោះព្រះពោធិសត្វនោះទើបធ្វើការប្រកបការទៅរបស់ពុរទេសតាមសញ្ញារបស់ផ្កាយក្នុងការនោះឈ្មោះរទេះកាលនោះការនឹងទៅកាន់ផ្លូវកន្តរៈនោះតាមទំនោរនោះឯងទើបបាន49យោជន៍គិតថាឥឡូវនេះតែមួយរាត្រីប៉ុណ្ណោះនឹងចិញ្ចាប់ផ្លូវកន្តរៈព្រោះខ្សាច់ដូច្នេះហើយទើបបរិភោគអាហារល្ងាចប្រើអុសនិងទឹកទាំងអស់ឲ្យអស់ហើយទើបទឹមរទេះទៅមនុស្សនាំផ្លូវឲ្យក្រាលអាសនៈក្នុងរទេះដំបងដេកមើលផ្កាយឯកអាកាសប្រាប់ថាចូលបទៅខាងនេះចូលបទៅខាងនោះជនអ្នកនាំផ្លូវនោះហត់នឿយព្រោះមិនបានដេកឱកាសយូរទើបដេកលក់ទៅគោវិលត្រឡប់មកកាន់ផ្លូវខាងដើមទាំងមិននឹងខ្លួនគោទាំងឡាយបានដើរទៅផ្លូវអស់មួយយប់ទល់ភ្លឺជននាំផ្លូវភ្ញាក់ឡើងក្នុងវេលាអរុណរះសម្លឹងមើលផ្កាយអ្នកខាត់ត្រឹកឲ្យពោលថាចូលត្រឡប់ប្រទេសចូលត្រឡប់ប្រទេសកាលជនទាំងឡាយនាំគ្នាត្រឡប់ប្រទេសធ្វើទុកតាមលំដាប់នោះឯងអរុណក៏រះឡើងមនុស្សទាំងឡាយនាំគ្នាពោលថានេះជាទីតាំងចាស់ដែលពួកយើងនៅពីម្សិលមិញសំបីអូសនិងទឹករបស់ពួកយើងក៏អស់ហើយឥឡូវនេះពួកយើងវិនិច្ឆ័យហើយទើបដោះរទេះពាក់កណ្ដាលធ្វើជារង្វង់ហើយធ្វើបារាំបាំងពីខាងលើដេកសោកសៅខាងក្នុងរទេះរៀងខ្លួនព្រះពោធិសត្វគិតថាកាលយើងលះបង់សេចក្តីព្យាយាមចេញជនទាំងអស់នឹងវិនាសដូច្នេះហើយក្នុងវេលានៅព្រឹកទើបត្រាច់ទៅក្នុងវេលាដែលនៅមានសេចក្តីត្រជាក់ឃើញស្មៅមួយគុំទើបគិតថាស្មៅទាំងនេះនឹងកើតឡើងព្រោះភាពត្រជាក់នៃទឹកក្រោមទើបឲ្យមនុស្សកាន់ចបមកឲ្យជីកត្រង់ទីនោះជ្រៅចុះទៅបាន60ហត្ថការជនទាំងឡាយជីកទៅទីដែលប្រមាណប៉ុណ្ណោះចបបានប៉ះថ្មខាងក្រោមពេលចបប៉ះថ្មជនទាំងឡាយក៏នាំគ្នាលះបង់សេចក្តីព្យាយាមចំណែកព្រះពោធិសត្វគិតថាខាងក្រោមថ្មនេះនឹងមានទឹកដូច្នេះហើយទើបចុះទៅឈរត្រង់ផ្ទាំងថ្មផ្ទាំងត្រជាក់ស្ដាប់បានឮសំឡេងទឹកខាងក្រោមទើបឡើងមកប្រាប់អ្នកបម្រើថាណែបាបើអ្នកលះបង់សេចក្តីព្យាយាមចោលពួកយើងនឹងវិនាសអ្នកកុំលះបង់សេចក្តីព្យាយាមចូលកាន់យកញញួរដៃនេះចុះទៅក្នុងរំដៅវាយថ្មត្រង់នេះអ្នកបម្រើនោះទទួលពាក្យរបស់ព្រះពោធិសត្វហើយមិនលះបង់សេចក្តីព្យាយាមក្នុងការជន់ទាំងឡាយលះបង់សេចក្តីព្យាយាមទើបចុះទៅវាយបំបីថ្មបែកជាពីរចំណែកធ្លាក់ទៅចុះខាងក្រោមហើយបានប្រកាសក្រសែទឹកឡើងក្រសែទឹកប្រមាណប៉ុនដើមថ្នោតផុសឡើងជនទាំងឡាយនាំគ្នាផឹកនឹងងូតពុះភ្លៅនិងនឹមរទេះជាដើមដែលសល់ដាំបាយតែណាចាស់ហ្នឹងកាប់មកដាំឲ្យទៅវាបានទឹកហើយនឹងផាត់បរិភោគនឹងឲ្យគោស៊ីកាលព្រះអាទិត្យអស្ដង្គតហើយទើបចងទងចិត្តអណ្ដូងទឹកចងចំណាំហើយនាំគ្នាទៅកាន់ទីដែលខ្លួនប្រាថ្នាហើយជនទាំងនោះលក់ទំនិញក្នុងទីនោះហើយបានលៀប2-3ដងទើបបាននាំគ្នាទៅលំនៅរៀងខ្លួនជនទាំងនោះតាំងនៅក្នុងអត្តភាពនោះរហូតអស់អាយុហើយបានទៅតាមយថាកម្មចំណែកព្រះពោធិសត្វធ្វើបុណ្យមានទានជាដើមបានទៅតាមយថាកម្មដូចគ្នាព្រះព្រហ្មពោធិសត្វហ្នឹងក៏ទៅតាមយថាកម្មដូចគ្នាដែរព្រះសម្មាសម្ពុទ្ធគ្រាត្រាស់ព្រះធម៌ទេសនានេះហើយទ្រង់ជាអ្នកត្រាស់ដឹងឯងទើបត្រាស់ប្រកាសថានិថានអកិលាសុណោវណ្ណុបថេខនន្តាឧទាំងកនេតដ្ឋបបាំងអវន្តុង
เอวังมุนิวิริยะปลูปะปันนาอกิลาโสวันเตหติยสะสันตันเตพระสัมพุทธทรงตรัสถาปุจนมันเจอจะโอกาจิตแผ่นได้ตรองเพลิงไซหรือขนมตีตัวบานตึกตรองเพลิงดูอย่างนะเนี่ยปราชบริโบดาวเชียยิมนึ่งกำลังกายมันเจอจะโอก็บ้านนู้สึกได้สงบงบในหาติอย่างนู้ได้